យើងបន្តចាប់អារម្មណ៍ពីវិស័យសុខាភិបាលនៅក្នុងខេត្តស្វាយរៀងវិញដោយពលរដ្ឋជិត 8,000 នាក់ទទួលបាននូវការលើកកម្ពស់ផ្នែកសុខុមាលភាពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានចុះពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំអណ្ដូងពោស្រុករមាសហែកខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី 23 ខែមីនាឆ្នាំ 2025 នៅអនុវិទ្យាល័យអណ្ដូងពោឯកឧត្តមលេងផាលីរដ្ឋលេខាធិការក្រសួងផែនការនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានថ្លែងថាដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបាននាំយកនៅអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងដឹកនាំដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចំនួន606នាក់ស្រី252នាក់បានចុះអប់រំសុខភាពបណ្ដុំបណ្ដាវគ្គសង្គ្រោះបឋមព្រមទាំងពិនិត្យព្យាបាលជំងឺចែកឱសថទឹកសុទ្ធជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃឥតគិតថវិកាបេសកកម្មបានចំនួន 7,895 នាក់ស្រីចំនួន 5,684 នាក់ដើម្បីចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋដែលនាំឲ្យមាននូវកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំណែកលោកវិជ្ជបណ្ឌិតគុជស៊ីថាដែលជាអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីខេត្តស្វាយរៀងនិងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងឯកឧត្តមយ៉ាមសារីដែលជាអភិបាលរងខេត្តស្វាយរៀងរួមនឹងបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តចាត់ឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចុះមកពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលឥតគិតថ្លៃដោយគិតមកដល់នឹងថ្ងៃនេះគឺបានចំនួន71លើកហើយនៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីក្របខ័ណ្ឌទូទាំងប្រទេសដែលបានតែងយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលសរុបមកដល់ថ្ងៃនេះយើងទូទាំងប្រទេសបានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋស្មើនឹងប្រមាណ14លានអ្នកបាទដែលលើសពី3/4នៃប្រជាជនសរុបបាទដែលគិតជាទឹកប្រាក់ជួយសន្សំថវិកានឹងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានប្រមាណ$700 លានសហរដ្ឋអាមេរិកបាទក្នុងរយៈពេល13ឆ្នាំចុងក្រោយនេះដោយឡែកនៅសាខាខេត្តស្វាយរៀងយើងបានដឹកនាំចុះព្យាបាលជូនប្រជាពលរដ្ឋបានចំនួន71លើកបាទដែលបានផ្ដល់នៅការព្យាបាលជូនប្រជាជនប្រមាណ51,000 នាក់ហើយក្នុងនោះឯកឧត្តមឧបលោកតែងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពជូនប្រជាពលរដ្ឋដែលជាជ្រុងមួយនៃការថែទាំធនធានមនុស្សឲ្យមានស្ថិរភាពបាទដែលជាកត្តាសម្រេចបាននៅសេដ្ឋកិច្ចជាតិក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅថ្ងៃអនាគតតំណាងអាដាមពេញពោសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងខ្ញុំសូមថ្លែងអំណរគុណដល់អាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមនិងលោកជំទាវដែលបានយកចិត្តទុកដាក់នៅក្នុងខេត្តស្វាយរៀងរបស់ខ្ញុំឲ្យលោកគ្រូពេទ្យដែលស្ម័គ្រចិត្តរបស់អាដាមមកពិនិត្យព្យាបាលជំងឺទូទៅនៅក្នុងខេត្តស្វាយរៀងរបស់យើងខ្ញុំគឺមកដល់ពេលនេះគឺរយៈពេល71លើកហើយនៅក្នុងខេត្តស្វាយរៀងនេះបាទហើយការដែលផ្ដល់សេវានេះគឺធ្វើឲ្យប្រជាពលរដ្ឋដែលគាត់មានជំងឺទូទៅកាពះមាត់ធ្មេញភ្នែកច្រមុះត្រចៀកនិងជំងឺផ្សេងទៀតបានមកព្យាបាលនៅនឹងកន្លែងមូលដ្ឋាននឹងតែម្ដងបាទអញ្ចឹងគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងប្រទេសពិសេសនៅក្នុងតាមខេត្តស្វាយរៀងនេះឲ្យដល់ក្រុងស្រុកឃុំសង្កាត់សម្រាប់ប្រជាពលរដ្ឋទូទៅតែម្ដងហើយការព្យាបាលជំងឺនេះគឺមើលកម្រិតព្យាបាលនៅនឹងកន្លែងតែម្ដងហើយបើក្នុងករណីព្យាបាលមិនបានលើសពីលទ្ធភាពដែលគ្រូពេទ្យនៅទីនេះគឺយើងបញ្ជូនទៅដែនពេទ្យខេត្តបាទទី1ទី2អាចបញ្ជូនទៅគ្រូពេទ្យនៅរាជធានីភ្នំពេញដើម្បីបណ្ឌិតបន្តថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលពិសេសសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធាន
ព្រឹទ្ធសភាដែលសម្ដេចជាគណៈបព្វជិជនតែងតែយកចិត្តទុកដាក់ឲ្យកូនចៅពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិចក្រកម្ពុជាក៏ដូចជាអាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីជាប្រធានសហភាពសហព័ន្ធសសយកដែលជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមនឹងតែងតែយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសធ្វើឲ្យប្រជាពលរដ្ឋស្គាល់ស្រឡាញ់ពេញចិត្តនិងស្រឡាញ់គណៈបព្វជិជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់កម្រិតបាទមានអារម្មណ៍ថាសប្បាយរីករាយដែរដែលបានក្រុមគ្រូពេទ្យនឹងគាត់មកជាបាលជាពលរដ្ឋយើងនៅក្នុងឃុំអណ្ដូងពោធិ៍ស្រុកមាសហែកចាសប្បាយចិត្តណាស់បានគ្រូពេទ្យចែកថ្នាំដល់ប្រជាពលរដ្ឋខ្ញុំអត់គិតថ្លៃខ្ញុំអរណាស់ខ្ញុំសូមអរគុណគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីខ្ញុំសូមអរគុណមែនទែនអរគុណណាស់ដែលគ្រូពេទ្យឯកឧត្តមហ៊ុនម៉ាណីចោះជួយប្រជាជនរាប់ពាន់រាប់ម៉ឺននាក់នេះបានសេចក្តីសុខក្តីចម្រើនខ្ញុំឈ្មោះមុំសរិទ្ធមកពីភូមិរៀមសណាឃុំដងពោស្រុកមាសហែកខេត្តស្វាយរៀងហើយនាងខ្ញុំមកទទួលសេវាកម្មលោកគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ាណីចាព្រោះជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នាបានមកទទួលសេវាកម្មនៅរបស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យដោយស្ម័គ្រចិត្តហើយអត់មានគិតថ្លៃសេវាកម្មអីពួកខ្ញុំប្រជាពលរដ្ឋសប្បាយចិត្តនឹងការទទួលការព្យាបាលដែលអត់គិតថ្លៃខ្ញុំមានសេចក្តីភើបរីករាយនិងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យអាដាមហ៊ុនម៉ាណីដែលបានយកចិត្តទុកដាក់ជួយជាពលរដ្ឋបាទដល់គោលដៅនៃភូមិឋានរបស់ប្រជាពលរដ្ឋបន្ទាប់នេះខ្ញុំសូមថ្លែងអំណរគុណដល់ធំធេងចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋហើយសូមថ្លែងអំណរគុណចំពោះសម្ដេចពុកហ៊ុនសែននិងព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតជាថ្នាក់ដឹកនាំដ៏កំពូលដ៏ល្អវិសេសវិសាលគ្មានរោវត្ថុត្រឹមប្រមាណបាទសូមជូនសម្ដេចឲ្យមានសុខភាពល្អបាទដឹកនាំជាមលុបត្រជាក់នៃប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឲ្យបានសុខចម្រើននិងពិសេសប្រកបដោយសន្តិភាពអរគុណសន្តិភាពអរគុណសន្តិភាពនៅក្នុងឱកាសនោះឯកឧត្តមសុកសកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចអនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកសូមវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដែលបានចូលរួមផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុករមាសហែកក៏ដូចជាបានចូលរួមលើកកម្ពស់វិស័យសុខាភិបាលក្នុងរយៈពេលជាង10ឆ្នាំកន្លងមកនេះក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកឯកឧត្តមបាននាំសេចក្តីនឹករលឹកក៏ដូចជាពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខនិងគោរពស្រឡាញ់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋនិងក្រុមការងារដែលចូលរួមក្នុងពិធីនេះផងដែរជាចុងក្រោយឯកឧត្តមសុកសកេនក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករមាសហែកបានសម្ដែងនៃការអបអរសាទរចំពោះសម្ដេចគតិសង្ឃហបណ្ឌិតម៉ែនសំអនដែលព្រះមហាក្សត្របានសពព្រះហឫទ័យព្រះរាជទានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយុទ្ធពលខេមរៈភូមិន្ទសូមបញ្ជាក់ផងដែរថាក្នុងរយៈពេល13ឆ្នាំគិតចាប់ពីថ្ងៃទី2ខែធ្នូឆ្នាំ2012ដល់ថ្ងៃទី23ខែមីនាឆ្នាំ2025ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមានសមាជិកសមាជិកាចំនួន27,000 នាក់ដែលមាន28សាខាបានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនាក្នុងនោះចូលរួមអប់រំផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋមយកសំណាក់រោគវីរុស Covid-19 និងពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋផ្ដល់សេវាដោយឥតគិតថ្លៃបានចំនួន2129លើកនិងមានប្រជាពលរដ្ឋចូលរួមប្រមាណ13,320,102 នាក់គិតត្រឹមថ្ងៃទី23ខែមីនាឆ្នាំ2025ច្រើនជាង3/4នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន17,577,760 នាក់ធៀបនឹងឆ្នាំ2025